បាទសួស្តីបងប្អូនសិស្សថ្នាក់ទី10ទាំងអស់គ្នាក៏ដូចជាសិស្សថ្នាក់ទី11ថ្ងៃនេះលោកគ្រូមកបង្រៀនអំពីតកតងនឹងចំនួនផ្លេចទៀតហើយដែលយើងចង់គណនាបំលែងចំនួនខាងក្រោមជាទម្រង់ស្តង់ដារនៃចំនួនផ្លេចរួចកំណត់ផ្នែកពិតនិងផ្នែកនិម្មិតអញ្ចឹងទម្រង់ស្តង់ដារនៃចំនួនផ្លេចឬក៏ទម្រង់បច្ចេកនិតឬក៏ទម្រង់ដេកាហ្នឹងគឺជាទូទៅគឺបាទស្មើនឹង a បូក 3e តួ a ដែលអត់ជាប់ផលគុណនៃ e ឲ្យឈ្មោះថាផ្នែកពិតហើយតួដែលជាប់ផលគុណនៃ e ឲ្យឈ្មោះថាផ្នែកនិម្មិតអញ្ចឹងគេចង់បំលែងចំនួនខាងក្រោមនេះបាទទាំងអស់នេះទៅជាទម្រង់បែបនេះបាទគឺឲ្យឈ្មោះថាទម្រង់ស្តង់ដារនៃចំនួនផ្លេចបន្ទាប់មកគេចង់បញ្ជាក់ថាតើតួណាជាផ្នែកពិតហើយតួណាជាផ្នែកនិម្មិតបាទឥឡូវដើម្បីច្បាស់យើងទៅមើលការដោះស្រាយរបស់គ្នាបាទអញ្ចឹងនៅក្នុងនេះរួមមានលំហាត់គំរូហើយបាទប៉ុន្តែឥឡូវយើងទៅមើលលំហាត់ដែលរួមមិនទាន់បានធ្វើបាទឯកលំហាត់នេះគឺសម្រាប់មានលំហាត់គំរូនៅក្នុងការបង្រៀនសិស្សហើយវាមានលំហាត់អនុវត្តបាទឥឡូវយើងគ្រូមកដោះស្រាយលំហាត់ដែលទាក់ទងនឹងលំហាត់ដែលយើងមិនទាន់ដោះស្រាយនេះអញ្ចឹងនៅក្នុងនេះគឺដកឬក្រេនៃដក9អញ្ចឹងបើសិនជារ៉ាឌីកង់វាជាចំនួនអវិជ្ជមាននោះយើងត្រូវបំលែងវាទៅជាចំនួនវិជ្ជមានដើម្បីបានបំលែងជាវិជ្ជមានយើងបំលែងសញ្ញាដកនេះវាទៅជា e ក្រេកាលណាទៅជា e ក្រេគឺសញ្ញានៅពីមុខវិជ្ជមានអញ្ចឹង e ក្រេស្មើប្រមាណគឺស្មើនឹងដក1បាទអញ្ចឹងកន្លែងនេះយើងអាចសរសេរបានដកឬក្រេនៃដក1គុណនឹង9អញ្ចឹងដក1គុណនឹង9វាស្មើនឹងដក9វិញអញ្ចឹងកន្លែងដក1នេះវាចូលទៅទៅនឹង e ក្រេហើយអញ្ចឹងវាស្មើនឹងដកឬក្រេនៃ e ក្រេ9យើងអាចសេបាន3ក្រេបាទ3ក្រេអញ្ចឹងបើវាជាផលគុណបែបនេះបើកត្តានីមួយៗមានស្វ័យគុណ2យើងអាចបញ្ចេញជារ៉ាឌីកាល់បានអញ្ចឹងនេះបញ្ចេញមកបានដក2នេះបញ្ចេញមកបាន3ឬក៏យើងអាចសេបានដក3 2បាទបន្ទាប់ពីបំលែងវាចេញពីរ៉ាឌីកាល់ហើយយើងចង់បានទម្រង់ស្តង់ដារអញ្ចឹងកន្លែងនេះយើងអាចសេបាន0ដក 3e បាទចូលរៀង a បូក be ដែល ab នេះគឺជាចំនួនពិតឬក៏ចំនួនថេរអញ្ចឹងទម្រង់ស្តង់ដារវាគឺ a បូក be បាទអញ្ចឹងដកឬក្រេនៃដក9នេះគឺស្មើនឹង0ដក 3e នេះជាទម្រង់បាទស្តង់ដារនៃចំនួនកុំផ្លេចឥឡូវគេកំណត់ផ្នែកពិតនិងផ្នែកនិម្មិតគេដឹងថាផ្នែកពិតគឺជាតួដែលអត់ជាប់ផលគុណនៃ e ហើយតួដែលនិម្មិតគឺជាប់ផលគុណនៃ e អញ្ចឹងមានន័យថា a របស់យើងស្មើនឹង0ជាផ្នែកបាទពិតហើយ b របស់យើងគឺស្មើនឹងដក3ជាផ្នែកនិម្មិតបាទឥឡូវយើងបានមួយលំហាត់ទៅតាក់ទងទៅនឹងលំហាត់មួយទៀតដោយសារនៅវាកណនាវាដល់ចំណុចក្រោមអញ្ចឹងដើម្បីជាការច្បាស់ឥឡូវយើងបន្តទៅលំហាត់មួយទៀតកន្លែងនេះវាអត់ជាប់រ៉ាឌីកាល់យើងទុកវាដែរវាស្មើនឹង3បាទដកអញ្ចឹងកន្លែងនេះគឺស្មើនឹងដក1គុណនឹងដក6អញ្ចឹងកន្លែងនេះគ្រូសេកាត់ទៅជា i ក្រេគុណនឹង16យើងដើម្បីបញ្ចេញជារ៉ាឌីកាល់យើងសេទៅជា4ក្រេបាទអញ្ចឹងវាស្មើនឹង3ដក e ក្រេហើយ4ក្រេនេះវាចេញមកបាន4 e បាទដោយសារនេះវាជាចំនួនអត់ជាប់ផលគុណនៃ e ហើយមួយទៀតជាប់ផលគុណនៃ e អញ្ចឹងមានន័យថាយើងមិនអាចបូកដកនៃចំនួននឹងបានទេអញ្ចឹងយើងសរសេរវាដែរគឺ3ដក 4e បាទ3ដក 4e នេះគឺជាទម្រង់ស្តង់ដារបាទទម្រង់ស្តង់ដារនៃចំនួនផ្លេចតមកគេឲ្យយើងកំណត់ផ្នែកពិតបាទផ្នែកពិតគឺជាតួដែលមិនជាប់ផលគុណនៃ e អញ្ចឹងមានន័យថា3
ជាផ្នែកពិតបាទហើយ b របស់យើងនេះបាទនេះ a ស្មើ3ហើយ b របស់យើងស្មើនឹងដក4ជាផ្នែកបាទនេះបាទអញ្ចឹងយើងបានដោះស្រាយពីលំហាត់ហើយនៅសល់លំហាត់បាទមួយទៀតបងអាចកណនាខ្លួនឯងអញ្ចឹងយើងរៀនដោះស្រាយអ្នកនេះដល់តាមលំនាំគំរូនៃលំហាត់ដែលគ្រូបានដោះស្រាយបាទខាងលើពីហ្នឹងបាទសូមអរគុណបាទគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចុច follow ឬក៏ subscribe នៃ YouTube មួយឬក៏ចុចមេដាយឲ្យអ្នកមួយបាទសូមអរគុណ